សួស្តីបងប្អូនទាំងអស់គ្នារីករាយនៅថ្ងៃចូលឆ្នាំណាបងប្អូនណាកុំញ៉ាំស្រាច្រើនពេកហើយញ៉ាំស្រាស្រវឹងហាមបើកបងណាបងប្អូនណាគ្រោះថ្នាក់មើលឃើញទេប្រយ័ត្នប្រយែងទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំលើកប្រធានបទទូចមួយយកមកនិយាយណែនាំប្រាប់បងប្អូនឲ្យបានជ្រាបបើសិនបងប្អូនស្ដាប់ទៅសមហេតុផលក៏បងប្អូនទទួលយកបើថាមើលទៅស្ដាប់មិនសមហេតុផលបងប្អូនមិនចាំទទួលយកទេគំនិតរបស់ខ្ញុំណាគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់ដែលគាត់មានលុយកុំទិញដីទុកណាបងប្អូនណាបងប្អូនដឹងហើយបច្ចុប្បន្នបងប្អូនដែលឃើញហើយនៅក្នុងសង្គមមិនថាសង្គមតាមអ៊ីនធឺណិតប្រព័ន្ធណាទេគឺគ្រោះធម្មជាតិគឺកើតឡើងខ្លាំងមែនតែនអញ្ចឹងបងប្អូនដែលគាត់មានលុយឬដែលគាត់មិនទាន់មានលុយគាត់អាចសន្សំណាទិញមាសទុកបងប្អូនបច្ចុប្បន្នដែលអាចប្រើប្រាស់បានមានតែដុល្លារហើយនិងមាសបើសិនតែយើងទិញដីណាបងប្អូនណាតម្លៃដែលយើងទិញហើយយើងគិតថាតិចទៀតនឹងឡើងថ្លៃ no បងប្អូនណាសេដ្ឋកិច្ចគឺឥឡូវគឺធ្លាក់ចុះទាំងអស់ទូទាំងប្រទេសមិនថាប្រទេសណាទេដែលអាចដើរលើទីផ្សារបានមានតែមាសទេបងប្អូនពេលដែលយើងតល់ដែលយើងមានបញ្ហាអីលក់ពេលណាបានពេលហ្នឹងតែបើដីដែលយើងតម្លៃដែលយើងបថុចញុចត្រូវការលុយយើងតែលាក់តម្លៃដីហ្នឹងឲ្យគេអត់ទិញទៀតណាអញ្ចឹងមិនងាយស្រួលណាពេលដែលយើងធ្លាក់ខ្លួនកម្រិត0យើងទៅឆក់គេឲ្យយើងអត់ទេបងប្អូនអត់អីក្បាលអ្នកណាសក់អ្នកហ្នឹងហើយគឺបច្ចុប្បន្នបងប្អូនមើលទៅដឹងហើយមិនចាំបាច់ឲ្យខ្ញុំរៀបរាប់អស់អាចអស់នោមទេអញ្ចឹងគឺខ្ញុំចង់ឲ្យបងប្អូនពិភាក្សាចំណុចកន្លែងហ្នឹងសំខាន់បងប្អូនមានលុយសន្សំតិចតួចក៏ដោយសន្សំទិញមាសទុកបងប្អូនអត់ខុសទេគឺខ្ញុំចំណុចទូចមួយដែលខ្ញុំចង់ប្រាប់បងប្អូនគឺចំណុចហ្នឹងអញ្ចឹងកុំទិញដីទុកកប់ដើមឆែអត់ចេញលុយយើងហ្នឹងគឺវាកប់នៅក្នុងដីហ្នឹងឯងអញ្ចឹងពេលដែលយើងមានបញ្ហាយើងទៅលក់ដីហ្នឹងលក់ចាញ់អត់សេដ្ឋកិច្ចកំពុងតែយ៉ាប់នេះអញ្ចឹងបងប្អូនកុំទិញមាសទុកបងប្អូនបច្ចុប្បន្នដែលចាយបានណាងាយបំផុតដែលយកតាមខ្លួនមាសនិងលុយអញ្ចឹងបើដីកុំទិញអសោះហ្នឹងហើយគឺជាចំណុចដែលខ្ញុំរៀបខមមិនឲ្យបងប្អូនស្ដាប់ខ្ញុំស្ដាប់ហើយតើបងប្អូនយល់ឃើញយ៉ាងម៉េចដែរ